លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrej Sybiha បានដឹកនាំក្រុមតំណាងអ៊ុយក្រែនជួបចរចាជាលើកទី1ជាមួយតំណាងរដ្ឋបាលថ្មីរបស់អាមេរិកដែលដឹកនាំដោយលោករដ្ឋមន្ត្រីការបរទេស Marco Rubio ភាគីទាំងពីរបានជួបប្រជុំគ្នាកាលពីថ្ងៃទី11មិនិនានៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតមុនពេលចូលបន្ទប់ប្រជុំលោក Andriy Yermak ប្រធានខេត្តកាឡាយពិសេសរបស់ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ប្រាប់អ្នកកាសែតថាអ៊ុយក្រែនត្រៀមខ្លួនរួចហើយដើម្បីឈានទៅមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីសូមបញ្ជាក់ថាភាគីអ៊ុយក្រែនបានស្នើចង់ឲ្យមានបទឈប់បាញ់បណ្ដោះអាសន្នមួយផ្នែកលើផ្លូវអាកាសនិងផ្លូវសមុទ្រដើម្បីឈានទៅបានការចរចាបញ្ចប់សង្គ្រាមជាស្ថាពរជាមួយរុស្ស៊ីក៏ប៉ុន្តែនៅទីបំផុតក្រោយចប់ការប្រជុំអ៊ុយក្រែនបានសុខចិត្តទទួលយកសំណើរបស់ភាគីអាមេរិកដែលសុំឲ្យមានបទឈប់បាញ់ទាំងស្រុងរយៈពេល30ថ្ងៃហើយចំណែកភាគីអាមេរិកវិញបានសុខចិត្តបន្តផ្ដល់ជំនួយយោធានិងចាប់ផ្ដើមផ្ដល់ព័ត៌មានកងទ័ពឲ្យអ៊ុយក្រែនឡើងវិញផងដែរគូក៏សម្គាល់ថាគោលជំហរត្រឡប់ថយក្រោយរបស់ភាគីអាមេរិកនៅក្នុងកិច្ចប្រជុំនេះគឺវាផ្ទុយស្រឡះអំពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងសេតវិមានកាលពីចុងខែកុម្ភៈដែលលោកប្រធានាធិបតីអ៊ុយក្រែនត្រូវបានលោក Donald Trump និងលោក JD Vance ព្រួតគ្នាសម្លុតគំរាមឲ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីចេញពីបន្ទប់ប្រជុំនៅទីក្រុង Jeddah កាលពីថ្ងៃអង្គារទី11មិនិនាលោក Marco Rubio ប្រមុខការទូតអាមេរិកបានប្រាប់អ្នកកាសែតថាចាប់ពីពេលនេះតទៅគ្រាប់បាល់គឺស្ថិតនៅក្នុងដៃរបស់រុស្ស៊ីហើយពលគឺគេរងចាំស្ដាប់ចម្លើយរបស់រុស្ស៊ីតែម្នាក់ភាគីអាមេរិកនឹងបញ្ជូនដំណឹងលម្អិតទៅកាន់ម៉ូស្គូស្ដីអំពីអ្វីដែលអាមេរិកនិងអ៊ុយក្រែនបានស្រុះស្រួលគ្នានៅក្នុងកិច្ចប្រជុំនៅ Jeddah លោកប្រមុខការទូតអាមេរិកបានអះអាងទៀតថាលោកប្រធានាធិបតី Donald Trump ចង់ឲ្យសង្គ្រាមនេះត្រូវចប់ឲ្យបានឆាប់ដូច្នេះអាមេរិកសង្ឃឹមថារុស្ស៊ីនឹងឆ្លើយយល់ព្រមទទួលយកគូក៏សម្គាល់ថាកន្លងមកលោកពូទីនធ្លាប់បានអះអាងថាលោកមិនបិទផ្លូវចរចាសន្តិភាពឡើយតែទន្ទឹមគ្នានេះរុស្ស៊ីបដិសេធជាដាច់ខាតមិនប្រគល់ដែនដីដែលរុស្ស៊ីគ្រប់គ្រងទៅឲ្យអ៊ុយក្រែនវិញឡើយទឹកដីដែលមានទំហំប្រមាណជា1/5នៃផ្ទៃដីរបស់អ៊ុយក្រែនដែលបច្ចុប្បន្ននេះស្ថិតនៅក្នុងដៃរបស់រុស្ស៊ីសូមបញ្ជាក់ដែរថាលោក Zelensky ក៏មានវត្តមាននៅអារ៉ាប៊ីសាអូឌីតដែរតែលោកមិនចូលរួមប្រជុំទេលោកបានជួបប្រជុំជាមួយនឹងព្រះអង្គម្ចាស់ Mohammed bin Salman ដើម្បីនិយាយពីលទ្ធភាពនៃការចូលរួមជួយរបស់អារ៉ាប៊ីសាអូឌីតក្រោយដឹងលទ្ធផលប្រជុំរវាងភាគីអ៊ុយក្រែននិងអាមេរិកលោក Zelensky បានប្រកាសថាសំណើរបស់ភាគីអាមេរិកគឺវាជាការបោះជំហានដ៏មានសុទិដ្ឋិនិយមចាប់ពីពេលនេះទៅអាមេរិកត្រូវទៅបញ្ចុះបញ្ចូលឲ្យរុស្ស៊ីយល់ព្រមទទួលយកចំណែកអ៊ុយក្រែនវិញអ៊ុយក្រែនត្រៀមខ្លួនចាំគោរពនៅពេលណាបទឈប់បាញ់30ថ្ងៃចូលជាធរមានលោក Zelensky បានលើកឡើងទៀតថាក្នុងរយៈពេលផ្អាកការប្រយុទ្ធ30ថ្ងៃនេះគឺជាពេលវេលាដ៏ល្អសម្រាប់ឲ្យអ៊ុយក្រែននិងសម្ព័ន្ធមិត្តរៀបចំតាក់តែងឯកសារជាលាយលក្ខណ៍អក្សរស្ដីអំពីលក្ខខណ្ឌដ៏រឹងមាំទាំងឡាយដើម្បីការពារសន្តិសុខនិងសន្តិភាពជារៀងដរាបរបស់អ៊ុយក្រែន